ប្រឡងចាប់បាក់ដប់ហើយតែអ្នកនរគ្នាគួរធ្វើអ្វីអញ្ចឹងខ្ញុំមានរឿង3យ៉ាងដែលអ្នកនរគ្នាអាចធ្វើបាននៅពេលដែលយើងប្រឡងបាក់ដប់ហើយវីដេអូនេះផ្សាយទៅកាន់ជូនបងប្អូនទី12ដែលប្រឡងចាប់ថ្មីថ្មោងនឹងហ្មងទី1គឺយើងអាចអកកន្លែងបន្ទប់របស់យើងរៀបចំបន្ទប់យើងឲ្យស្អាតឲ្យ clean ណាសម្រាប់ខ្ញុំគឺខ្ញុំយកសភៅដែលធ្លាប់រៀនតាំងប្រហែលហ្នឹងគឺប្រមូលទុកក្នុងបាវឬក៏ក្នុងប្រអប់មួយអញ្ចឹងណាដើម្បីទុកជា keepsake ឬក៏ដូចជាវត្ថុអនុស្សាវរីយ៍យើងទុកមើលពេលយើងចូលរៀនសកលអញ្ចឹងទៅដល់ចំណុចទី2ហ្នឹងគឺជាធម្មតានៅពេលដែលយើងធ្វើការឬក៏យើងផឹងរៀនហត់ត្រូវមាន gift ឬក៏ reward ឲ្យខ្លួនឯងអ្នកទាំងអស់គ្នាអាចដើរលេងជាមួយគ្រួសារឬក៏មិត្តភ័ក្តិបានជាលក្ខណៈ family trip ឬក៏ friend trip អីចឹងណាអ្នកទាំងអស់គ្នាអាចទៅដើរលេងចិត្តក៏បានឆ្ងាយក៏បានតាមថវិកាឬក៏តាម plan របស់យើងចឹងទៅហើយខ្ញុំក៏មានតំណែងល្អប្រាប់អ្នកទាំងអស់គ្នាដែរសម្រាប់បងប្អូនដែលបង្កើត account ថ្មីនៅលើ Red Bus Cambodia កូដ Red Bus Trip ដើម្បីទទួលបានការបញ្ចុះតម្លៃ$2មិនធម្មតាប៉ុណ្ណឹងទទួលបានកាក់ប្រាក់$4ក្នុង account Red Bus របស់យើងភ្លាមៗមកទៀតជាអ្នកទាំងអស់គ្នាមានគម្រោងដើរលេងទៅតាមខេត្តអីអាចកក់សំបុត្រឡានតាម Red Bus Cambodia បានដល់ចំណុចទី3ហ្នឹងគឺតាក់ទងជាមួយនឹងការជ្រើសជំនាញនៅក្នុងសកលអញ្ចឹងអ្នកទាំងអស់គ្នាមានពីជំរឿអាចដាក់អាហារូបករណ៍ក្នុងប្រទេសឬក៏ដាក់អាហារូបករណ៍មកក្រៅប្រទេសក្នុងប្រទេសគឺមានសាលាជាឆរដែលគាត់ផ្ដល់ឱកាសឲ្យយើងប្រឡងចូលដើម្បីយកអាហារូបករណ៍ឬក៏គិតអាហារូបករណ៍តាមប្រភេទនីតិរបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានគម្រោងមកហេតុនៅខាងក្រៅប្រទេសមានប្រទេសជាច្រើនមែនតើទូយ៉ាងដូចនៅចិនអញ្ចឹងគឺអាហារូបករណ៍ CSC ទៀតហ្នឹងគឺសម្រាប់បងប្អូនទី12ដែលគាត់អត់ទទួលបានជោគជ័យក្នុងឆ្នាំនេះណាខ្ញុំលើកទឹកចិត្តឲ្យគាត់ព្យាយាមម្ដងទៀតមានន័យថាយើងនៅក្មេងផឹងម្ដងទៀតពេលវេលាមានច្រើនយើងនឹងមានឱកាស explore ជាច្រើនមែនតើអញ្ចឹងកុំបាក់ទឹកចិត្តឲ្យសោះlet's give it a try last but not least បើសិនជាអ្នកនរគ្នាមិនចម្ងល់អីអាចសួរខ្ញុំបានហើយកុំភ្លេចចូល like Facebook page ខ្ញុំហើយជាមួយនឹង follow TikTok របស់ខ្ញុំផងអរគុណច្រើនបាយបាយ